let's go អូចាប់រាំងងក់តែម្ដងបងប្អូនតែអស់បូមខាងនេះវិញបងប្អូនខាងនេះវិញឡើងអឹបឡើងកប៉ាប៉ាហ្មងនិយាយទៅស្រើសាហាវអញ្ចឹងអាឧបសគ្គកលុកខ្លាំងអញ្ចឹងក៏អត់បញ្ហាដែរទៅទៀតហើយអែមខ្លាំងមែនទេបងប្អូនអើយ climbing ឯងបងប្អូនតែមើលត្រីតើបងប្អូនថ្ងៃនេះមាននឹងមកធ្វើការតេស្តពេញជាមួយនឹងតាកម្មាដែលមកពី brand MJX Hypergo សម្រាប់ຂະຫນាតវា scale 1 លើ 8 បងប្អូនតែវាធ្វើ scale ស្អាតខ្លាំងមែនតើមានទាំងមកភ្លើងនេះភ្លើងខាងលើភ្លើងនេះទៅទៀតណាគឺ design detail ស្អាតមែនតើបងប្អូនហើយអានេះប្រព័ន្ធភ្លើងពេលដែលសញ្ញោ board អីក៏មានដែរណាបងប្អូននេះឃើញទេពេលដែលសញ្ញោឃើញភ្លើងហ៎អែមខ្លាំងមែនតើខាងក្រោយដូចគ្នាបងប្អូនពេលដែលសញ្ញោនេះឃើញទេមានភ្លើងឲ្យដូចគ្នាហើយនៅពេលដែលអាយ៉ែក៏វាមានភ្លើងឲ្យដែរឃើញទេឲ្យសញ្ញាដឹងទៀតពេលដែលយើងហៅឲ្យចាប់បារាំងក៏នេះដែរនេះឃើញទេឲ្យភ្លើងទៀតអែមខ្លាំងមែនតើបងប្អូននិយាយទៅអាចនិយាយថា option វានេះធ្វើមកអែមហើយវាមានប្រព័ន្ធប៉ុងពេញលេញបងប្អូនតែមុនចូលដល់ប្រព័ន្ធប៉ុងជ្រុលមើលបាតហើយដូចបងប្អូនឃើញអញ្ចឹងទាំង link ទាំងកលេទាំងអីទាំងអស់សិតតែដៃបងប្អូនស្ពឺក្នុងប៉ុងក្នុងនេះសិតដៃកានេះដុំលុកប៉ុងវាណាហើយសបោវានេះ35គីឡូបងប្អូនជាមួយនឹង motor នេះ Super Brushless 43ខ្នាតធំតែម្ដង EFC receiver ដាច់បូមព្រេងតែឥឡូវយើងចូលទៅដល់ប៉ុងវាបន្តិចបងប្អូនព្រោះវាមាន lock unlock full option តែម្ដងឥឡូវមានឲ្យវាទៅមុខ auto តែម្ដងទៅបាទងាយស្រួលក្នុងការបង្ហាញជាងអូខេទៅមុខអូតូហើយអានេះអេដមីនចាប់អត់ជាប់ទេណាបងប្អូនទាំងមុខទាំងក្រោយណាអញ្ចឹងឥឡូវអេដមីនដោះខាងមុខ front បាទឃើញទេបងប្អូនប៉ះបានហើយខាងមុខប៉ះបានហើយឃើញទេតែខាងក្រោយនៅតែអត់ជាប់អញ្ចឹងឥឡូវដោះខាងក្រោយមួយទៀតអញ្ចឹងឃើញថាឥឡូវដោះប៉ុងទាំងមុខទាំងក្រោយតែម្ដងឃើញទេបងប្អូនវាមាន front មាន back ឲ្យយើងមកឆ្ងាញ់តែម្ដងហើយអានេះយើងយក low speed ក៏បាន high speed ក៏បានជាមួយអេដមីនតេស្តឲ្យបន្តិចណាបងប្អូនតេស្ត speed អញ្ចឹងអេដមីនចង់ឲ្យមើលរៀងតឹងចែកងាយស្រួលមើលកង់អានេះយករៀងលឿនណាចាំមើលកង់វាក៏អាចរីកដែរណាបងប្អូនឃើញទេបងប្អូនប៉ោងកដាបន្តិចទៀតអែមខ្លាំងមែនទែនឡើង speed ទេតែឡាន off road តែឡើង speed អែមអានេះឡើង speed មើមឃើញទេបងប្អូនអានេះឡើងសម្រាប់ climbing តើឥឡូវជាមួយអេដមីនរត់តិចតើបានលឿនអត់ let's go អូចាប់រាំងងក់តែម្ដងបងប្អូនលឿនល្បឿនប៉ុណ្នេះចូលខ្ទង់30ជាង40ហើយអែមបងប្អូនកន្លោះឡើងហើបកងមកខ្លាំងតិចទៀតក្លាប់កលិតបាត់លើតែអែមបងប្អូនអានេះ suspension វាទន់ណាអញ្ចឹងពេលបត់ទៅឃើញទេឡើងហើបកងក្រោយអែមខ្លាំងមែនតើមកពីខាងនោះវិញទប់បងប្អូនខ្លាយក្លាប់តែអែមខ្លាំងមែនតើបងប្អូនអែមមកជន់វាវហ្មងនេះលេងប៉ុណ្នេះបានហើយបងប្អូនដោយសារនៅពេញអញ្ចឹងកន្លែង crawler យើងអត់មានអីញ៉ៃច្រើនទេគឺឡើងលើកំបឹបលូហើយឥឡូវអត់មានយកឲ្យឡងឡើងទៅបងប្អូនកំបឹបលូខ្ពស់ដែរណាបើយើងមើលកម្ពស់ទៅចង់ខ្ពស់ជាងឡានទៀតបាទបាប់ឡើងទៅហើយកន្លះកងវាកន្លះស្អិតអញ្ចឹងបាប់ឡើងទៅមកបងប្អូនមើលខាងនេះបងប្អូនមើលខាងនេះឃើញសាច់កងហើយបងប្អូនបាប់ឡើងឃើញស្អាតមែនតើហើយស្រើអប់អានេះហើបខាងនោះហើបនេះខាងនេះហើបនិយាយទៅវាស្រើស្អាតមែនតើយើងលេងមកស្រឡាញ់ហើយបតប៉ុណ្ណឹងក៏ដោយចកោវានៅតែខ្លាំងអញ្ចឹងកាច់ឡើងប៉ុណ្ណឹងក៏ដោយអែមកបងប្អូនហើយទៅហើយធ្លាក់សឹបទៅលើផុងសឹបទៅលើហើយក្លាប់ហើយបងប្អូនចាំមើលសឹបបងប្អូនហើយមើលជ្រុងនេះឡើងកប៉ាហ្មងអានេះឡើងធ្លាក់តែអស់បូមខាងនេះវិញបងប្អូនខាងនេះវិញឡើងអឹបឡើងកប៉ាហ្មងនិយាយទៅស្រើសាហាវអញ្ចឹងអាឧបសគ្គកលុកខ្លាំងអញ្ចឹងក៏អត់បញ្ហាដែរទៅទៀតហើយអែមខ្លាំងមែនតើបងប្អូនអើយឡើងខ្លាំងមានស្មួតមកឥឡូវឆ្លងប្រឡោះលូទៀតកងវាធំខ្លាំងបងប្អូនអញ្ចឹងឆ្លងឧបសគ្គអីប៉ុណ្នេះបានមកអែមហើយនេះអែមមានយកលបឿនយឺតទេណាបងប្អូនសម្រាប់យើងឡើង climbing ចង់សាកត្រីតិចបងប្អូនត្រីកើតអត់ណាសាកមើលបងប្អូនកន្លះកងវាក្រាស់ណានេះបើត្រីវាក់តិចតែឥឡូវអែមមានដោះប៉ុងមុខដើម្បីសាកត្រីតាសាកមើលលបឿនវាលឿនវ៉ាវត្រីបានលេងមកស្រឡាញ់បងប្អូនclimbing ឯងបងប្អូនតែមើលត្រីហើយនេះលើកសាច់អីដឹងសវាយលេងយ៉ាងណាបងប្អូនវ៉ាវអែមខ្លាំងតែមើលឲ្យមានឆែននៅមុខកាមេរ៉ាបងប្អូនហៅខ្លាំងតិចឆែនមុខកាមេរ៉ាមើលសិនយាយឡងសិន
អូខេស្រឡាញ់អាច contact មកបានបងប្អូនតម្លៃល្អតែ400ជាងណាតែអានេះក៏នៅប្រព័ន្ធភ្លើងទៀតដែរនេះ admin control ភ្លើងបន្តិចទៀតហ៎បាទបើកពេញអានេះឲ្យភ្លឺបាទលោតភ្លឹបភ្លឹបអានេះជាប់អានេះលោតយកញាប់ហើយនេះមានទាំងបានេះទៀតនេះបងប្អូនឃើញទេអែមខ្លាំងណាស់បងប្អូនអើយកប់មែនតើអូខេស្រឡាញ់អាច contact មកបានតម្លៃវាតែ400ជាងទេណាកប់សេរីមែនតើប្រើជាមួយថ្ម 3S ក៏បាន 2S ក៏បានអូខេសម្រាប់វីដេអូហ្នឹងមានប៉ុណ្្នឹងអរគុណច្រើនបាយបាយ